សួរនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការ edit រូបភាពនៅក្នុង Canva បាទអញ្ចឹងខ្ញុំសូមបង្ហាញរូបភាពសិនអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញរូបភាពមួយនៅលើ screen នេះគឺឃើញរូបភាពរបស់ខ្ញុំនៅក្នុងកញ្ចក់ computer បាទប៉ុន្តែបើជាទូទៅបើសិនជាយើងប្រើ PowerPoint ឬក៏កម្មវិធីផ្សេងដែលយើងដាក់មកយើងយករូបភាពហ្នឹងមកដាក់ទៅលើផ្ទាំង computer ហ្នឹងយើងនឹងឃើញរូបយើងនៅផ្នែកខាងលើហើយគេមើលមួយផ្លែតគេដឹងហើយប៉ុន្តែនៅក្នុងបច្ចេកទេសនេះបើសិនជាយើងមើលមួយផ្លែតទៅគឺមានន័យថារូបរបស់យើងហ្នឹងគឺកំពុងតែនៅក្នុង screen computer បាទប៉ុន្តែជាក់ស្ដែងនៅក្នុងការ edit នេះគឺខ្ញុំប្រើប្រាស់ Canva សុទ្ធសាធគឺមិនប្រើកម្មវិធីអីជំនួយផ្សេងទេហើយនៅក្នុងហ្នឹងគឺខ្ញុំប្រើប្រាស់ Mob App បាទដែលយើងអាចដាក់រូបភាពចូលទៅក្នុងសិលឹកកិច្ចការឬក៏សិលឹករូបថតរបស់យើងដែលយើងចង់ដាក់ហ្នឹងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ Canva ទាំងអស់គ្នាខ្ញុំសូមបិទរូបហ្នឹងសិនបាទអញ្ចឹងយើងចូលទៅកាន់ Canva របស់យើងអញ្ចឹងដើម្បីបង្កើត Canva ថ្មីខ្ញុំសូមចូលកន្លែងបាទ create a design បាទចុចកន្លែងហ្នឹងមកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចគឺមានទម្រង់ជាច្រើននៅក្នុងរូបថតមានដូចជា animation social media សម្រាប់ Instagram post Instagram បាទstory ក៏ប៉ុន្តែអ្នកទាំងអស់គ្នាយកទម្រង់មួយណាក៏បានដែរនៅក្នុងហ្នឹងយើងមើល size ដែលគេដាក់នេះ18គុណនឹង18ទម្រង់ផ្ដេក18គុណនឹង13.5អីចឹងមកនឹងទម្រង់ Instagram ប៉ុន្តែដោយសារខ្ញុំចូលចិត្តផុសក្នុង Facebook ប្រភេទ landscape ចឹងហើយខ្ញុំយក Facebook ទៅប៉ុន្តែអ្នកទាំងអស់គ្នាអាចយកប្រភេទរូបភាពផ្សេងទៀត18គុណ18នេះក៏បានដែរជាទូទៅទម្រង់កាមេរ៉ាដែលយើងថតភាគច្រើនគឺផ្ដេកទេបាទអញ្ចឹងយើងអាចយកអាហ្នឹងក៏បានដែរតែឥឡូវខ្ញុំសូមយកតាម Facebook ចុះអត់អីទេបាទនៅកន្លែងនេះបញ្ជាក់ទៀតអ្នកទាំងអស់គ្នាអាចយក size អីក៏បានដែរអាស្រ័យលើទំហំរូបភាពដែលយើងបានថតអញ្ចឹងខ្ញុំបានចូលមកផ្ទាំងសិលឹកកិច្ចការអញ្ចឹងដើម្បីធ្វើបច្ចេកទេសរូបមិញហ្នឹងយើងត្រូវមានរូបមួយសិលឹកដែរអញ្ចឹងរូបហ្នឹងគឺខ្ញុំសម្រេចចិត្តថាយករូបភាពមួយឲ្យដូចដើមតែម្ដងដែលខ្ញុំបង្ហាញជូនហ្នឹងគឺរូបភាពមួយនេះបាទអញ្ចឹងខ្ញុំមានរូបភាពមួយហ្នឹងចង់យកវាបង្ហាញឲ្យមានភាពតាក់ទាញជាងមុនបើយើងមើលមួយផ្លែតអញ្ចឹងអត់សូវមានភាពតាក់ទាញទេអញ្ចឹងនៅក្នុង Canva ហ្នឹងគឺខ្ញុំទៅចូលកន្លែង element បាទចុច element ហ្នឹងមកបន្ទាប់មកទៀតយើងអាចរក Mob App យើងឆែកនៅខាងលើហ្នឹងមកដាក់ Mob App អ្នកទាំងអស់គ្នានៅក្នុងហ្នឹងយើងក៏អាចបញ្ចូលកម្មវិធីបន្ថែមបានដែរនៅក្នុង Canva យើងគ្រាន់តែចូលកន្លែង app នេះបាទយើងចុច Mob App ក៏បានដែរនៅក្នុងហ្នឹងគឺមាន app របស់វាផ្ទាល់ហ្មងដែលយើងអាចដាក់បញ្ចូលបានប៉ុន្តែនៅក្នុងនេះកុំឲ្យពិបាកគេលោថា Canva Pro អាចប្រើបាន Canva ទូទៅប្រើមិនបានអញ្ចឹងខ្ញុំសូមបង្ហាញ Mob App នៅក្នុងទូទៅតែម្ដងអញ្ចឹងយើងវាអក្សរមក M O បាទ Mob App បាទបន្ទាប់មកទៀត UP បាទហើយយើងចុច enter មកបាទនេះ Mob App នៅខាងក្រោមនេះយើងអាចយកក្រោមនេះក៏បានដែរបាទអញ្ចឹងយើងចុចវាមកអញ្ចឹងនៅពេលដែលយើងចុច Mob App វានឹងទៅរត់អូសុំទោសបាទកន្លែងនេះខ្ញុំកំពុងតែនេះនៅក្នុង app ណាអញ្ចឹងខ្ញុំសុំថយក្រោយខ្ញុំយកកន្លែង element វិញដោយសារមិញខ្ញុំច្រឡំចុចនៅក្នុង app បាទអញ្ចឹងសូមចុច Mob App បាទនេះអ្នកទាំងអស់គ្នាឃើញលើនេះបាទអញ្ចឹងយើងចុច Mob App មកតែបើសិនជាអ្នកទាំងអស់គ្នាអត់ធ្លាប់ប្រើគឺទៅសេដូចខ្ញុំមក MOUCK UP បាទប៉ុណ្ណឹងមកបានដែរបន្ទាប់មកទៀតយើងអាចមើលទៅតើ Mob App មួយណាដែលយើងចង់បានអ្នកទាំងអស់គ្នានៅក្នុងផ្នែកខាងលើនេះមានន័យថាអញ្ចេះMob App នេះយើងឃើញអារូបភាពដូចគេដាក់រូបភាពនៅកណ្ដាលហ្នឹងអញ្ចឹងនៅកន្លែងហ្នឹងមានន័យថាយើងអាចដាក់រូបភាពនៅប្រឡោះកណ្ដាលហ្នឹងបានហើយអាខាងវាគឺជាស៊ុំហើយដល់ពេលអាផ្នែកខាងក្រោម frame នេះយើងឃើញមានដូចជារូបកុំព្យូទ័ររូបអីហ្នឹងបាទអញ្ចឹងទាំងអស់ហ្នឹងសិតតែយើងអាចដាក់រូបភាពបញ្ចូលនៅក្នុងផ្ទៃវាបានគេឲ្យឈ្មោះថា Mob App ហ្នឹងបាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមលុបអាហ្នឹងចោលសិនបាទព្រោះឲ្យយើងអត់ត្រូវការរូបហ្នឹងទេអញ្ចឹងខ្ញុំទៅរករូបដែលមានកុំព្យូទ័រអញ្ចឹងខ្ញុំសូមយកលើគេតែម្ដងទៅបាទនេះ Mob App ហើយយក CL បាទអញ្ចឹងនៅពេលដែលខ្ញុំចុចទៅគឺតម្រងផ្សេងមានច្រើនយើងឆ្លាញ់មួយណាយកមួយនោះមកប៉ុន្តែខ្ញុំសូមអស់ទៅរកតម្រងជាកុំព្យូទ័រដែលខ្ញុំធ្លាប់ប្រើណាបាទអញ្ចឹងខ្ញុំបានរកឃើញហើយនេះនៅកន្លែងនេះបាទនៅកន្លែងនេះដែលជា Mob App ដែលនៅក្នុងកុំព្យូទ័រហើយអ្នកទាំងអស់គ្នាក្បួនដែលយើងអាចមើល Mob App បានណាគឺយើងមើលទៅលើរូបភាពហើយមានដូចជាពពកហើយនឹងស្តៀងគេហៅថាជានិមិត្តរូបនៃរូបថតនៅពេលដែលយើងឃើញតម្រងបែបហ្នឹងទើបយើងអាចដាក់រូបភាពបញ្ចូលទៅក្នុងហ្នឹងវាស៊ីគ្នាតែម្ដងឥឡូវខ្ញុំសូមចូលតែម្ដងបាទបន្ទាប់មកទៀតយើងធ្វើការបរិកវាឲ្យប្រព័ន្ធផ្ទាំងរបស់វាមកបាទអញ្ចឹងនៅកន្លែងនេះក៏ពិតយើងបរិក
សូមកុំទាញកន្លែងណាខុសពីហ្គេមជ្រុងរបស់វាធ្វើឲ្យរូបភាពហ្នឹងវាខូចត្រង់ត្រេដើមបាទអញ្ចឹងនៅកន្លែងនេះគឺរូបភាពយើងអត់ពេញវាមានសផ្ទៃខាងក្រោយប៉ុន្តែมันជាបញ្ហាយើងអាច edit យើងក្របវាបានណាអញ្ចឹងនៅកន្លែងហ្នឹងបន្ទាប់មកទៀតមានន័យថាយើងអាចដាក់រូបភាពគឺនៅលើ screen computer របស់យើងនឹងតែម្ដងអញ្ចឹងយើងគ្រាន់តែចុចលើ screen computer របស់យើងចំនួន2ដងអញ្ចឹងវានឹង load ទៅផ្នែកខាងឆ្វេងដែលគេមានពាក្យថា insert your image អញ្ចឹង insert your image នៅខាងឆ្វេងនេះយើងអត់អាច insert នៅកន្លែងហ្នឹងបានទេអ្នកទាំងអស់គ្នាត្រូវចូល upload រូបភាពសិនបាទនៅផ្នែកខាងឆ្វេងដៃនេះយើងចុច upload រូបភាពហ្នឹងមកបន្ទាប់មកបើសិនជារូបភាពដែលយើងធ្លាប់ upload នៅក្នុង Canva ស្រាប់យើងរើសមកអស់ចុះក្រោមទៅរើសវាមកបាទរូបណារូបណីចឹងមកប៉ុន្តែខ្ញុំសន្មតថារូបថតរបស់ខ្ញុំថ្មីអត់ទាន់ upload ចូលយើងចូលកន្លែង upload file នៅពេលដែលចុច upload file មកយើងមាន option ចំនួន3មាន photo library take a photo or video photo library នេះមានថាយើងយករូបថតចេញពីកន្លែងរូបថតនៅក្នុងបាទ computer ឬក៏ tablet ឬក៏ iPad របស់យើងដល់ពេល take a photo ភ្លាមតែម្ដងយើងអាចថតរូបភ្លាមឬក៏មួយទៀតយើងអាចឈូស file ចេញពី folder ណាមួយនៅក្នុង tablet ឬក៏ទូរស័ព្ទដៃរបស់យើងតែខ្ញុំសូមយកខាងលើចុះបាទយើងយកពី photo library បាទអញ្ចឹងយើងចុច photo library មកអញ្ចឹងវានឹង load រូបថតចេញមកអញ្ចឹងយើងយករូបថតដែលយើងត្រូវការដាក់បន្ទាប់មកទៀត select ហើយយើងចុច add បាទនៅផ្នែកខាងស្ដាំនេះចុច add មកអញ្ចឹងរូបភាពរបស់យើងវានឹង load ទៅលើផ្ទាំង Canva បាទសូមអធិស្ឋានបាទយើង upload អត់ទាន់ចេញមិញបាទបន្ទាប់មកទៀតយើងយកម៉ៅរបស់យើងហ្នឹងទៅចុចទៅលើហ្នឹងមកអញ្ចឹងរូបភាពរបស់យើងវា load មកលើផ្ទាំង Canva ប៉ុន្តែអ្នកទាំងអស់គ្នាឃើញវាអត់ទាន់ចូលផងហ្នឹងបើសិនជាយើងដាក់ទៅវាអត់ទាន់ចូលនៅក្នុងហ្នឹងទេអញ្ចឹងយើងគ្រាន់តែចាប់រំកិលរបស់វាទៅលើ screen ហ្នឹងមកបាទអ្នកទាំងអស់គ្នាឃើញវាចូលផ្លឹបតែម្ដងមិនថាយើងទាញវាមិនកាលឲ្យចំឃើញបន្ទាត់មួយឆើមិញណាឥឡូវខ្ញុំសុំថយក្រោយបន្តិចបាទអញ្ចឹងខ្ញុំដាក់រូបភាពចូលម្ដងទៀតអត់ទាន់ចូលអញ្ចឹងខ្ញុំ select លើរូបរបស់ខ្ញុំនេះអំកិលមកឃើញមានបន្ទាត់មួយពុះចំអាហ្នឹងបន្ទាត់ហ្នឹងមានថាយើងដាក់ចូលក្នុងម៉ូបហ្នឹងប្រឡែងទៅវាចូលក្នុង computer ហ្នឹងតែម្ដងហើយវារៀបចំមកគឺស្អាតតែម្ដងមើលទៅដូចរូបភាពនៅក្នុង screen computer នៅក្នុងរូបភាពរបស់យើងអញ្ចឹងហើយប្រសិនបើយើងចង់ edit យើងគ្រាន់តែយកដៃរបស់យើងចុចទៅលើហ្នឹងមកឬក៏យកម៉ៅចុចទៅលើរូបភាពរបស់យើងចំនួន2ដងអញ្ចឹងនៅពេលដែលចុច2ដងវានឹងឃើញផ្ទាំងថ្មីមួយទៀតដែលមានមុខងារជាច្រើនឲ្យយើងប្រើប្រាស់ដូចជាមាន fill តែកន្លែងនេះដោយសារវាពេញហើយបើសិនជារូបភាពយើងតូចយើងចុច fill ទៅមានថាវាបរិចឲ្យប៉ិនអេក្រង់ឬក៏ fit ឲ្យរួមតូចឬក៏ smart crop ហើយនៅក្នុងនេះយើងអាច edit ផ្សេងទៀតនេះដូច alignment top button អីអូច្រើនណាស់បាទនៅក្នុងហ្នឹងបាទហើយយើងអាច edit តាមហ្នឹងមកប៉ុន្តែសម្រាប់ខ្ញុំគិតថារូបភាពនេះគឺល្អហើយដាក់ទៅវាស៊ីនឹងផ្ទៃអេក្រង់ computer តែម្ដងដែលខ្ញុំគិតថាมันត្រូវការថែមថយអីទៀតទេអញ្ចឹងបើសិនជាវាហើយគឺប៉ុណ្ណឹងទៅរួចរាល់ហើយតែបើសិនជាយើងចង់ edit background នេះយើងគ្រាន់តែ select លើវាមកហើយយើងយកពាក្យ edit នៅខាងនេះមកបាទអានោះបើយើងចង់ edit បន្តបាទអញ្ចឹងខ្ញុំសូមបង្ហាញកន្លែង move up នឹងតិចសិនមិញបាទអញ្ចឹងនៅក្នុង move up ហ្នឹងគឺមានច្រើនមែនតើដែលយើងអាចប្រើប្រាស់បានមិនមែនមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាឃើញរូប iPhone រូបអីមើលថាយើងអាចបញ្ចូលរូបនៅក្នុងហ្នឹងបានឥឡូវកុំឲ្យខាត់ពេកខ្ញុំសូម add page ថ្មីមកហើយខ្ញុំសាកល្បងណាឧទាហរណ៍ថាឥឡូវយើងយក smartphone របស់យើងមួយមកចុចលើវាហើយយើងបរិចព្រមវាមកបាទបរិចវាធំអញ្ចឹងនៅកន្លែងនេះយើងអាចដាក់បានយើងគ្រាន់តែ insert រូបភាពយើងបញ្ចូលមកអញ្ចឹងខ្ញុំសូមចូលកន្លែង upload ហើយរើសរូបភាពណាមួយបានអញ្ចឹងរូបភាពវានៅលើចេះវាអត់តន់ចូលអញ្ចឹងខ្ញុំគ្រាន់តែអំកិលមកឲ្យចេញសញ្ញាមកបាទសញ្ញានេះជ្រុងសញ្ញាបន្ទាត់មួយកាត់ត្រង់ហ្នឹងប្រឡែងអញ្ចឹងវានឹងទាញរូបថតយើងនឹងចូលទៅក្នុងបរិវេណហ្នឹងបាទនេះដល់ឃើញបាទចូលទៅក្នុងនាឡិកាហ្នឹងតែបើយើងចង់ edit ឬក៏ crop បន្ថែម select លើវាហើយបន្ទាប់មកយើងអាច crop វាចឹងសាកចុច smart crop អីចឹងមកបាទអញ្ចឹងបើ smart crop វាឲ្យយើងទាញនេះ crop យកប៉ុណ្ណាឡើយខ្ញុំសូមយក2នាក់ចេះមកព្រមវាតូចបន្តិចឲ្យប៉ាន់ផ្ទៃអេក្រង់នាឡិការបស់យើងហើយយើងចុច apply មកអញ្ចឹងរូបភាពរបស់យើងឡើងសូវអីនៅឃើញទេបាទវារាងស្អាតជាងមុន full តែម្ដងពេញ frame ទៅលើនាឡិកាហ្នឹងបាទអញ្ចឹងយើងមើលមក plate ទៅដូចជាយើងយករូបនាឡិកាហ្នឹងតាំងរូបថតយើងនៅខាងក្នុងការពិតយើងប្រើបច្ចេកទេស move up ឯងហើយនៅពេលដែលយើងចង់បានរូបភាពហ្នឹងជារូបភាពយើងគ្រាន់តែចុចប៊ូតុង share នៅផ្នែកខាងលើនេះបាទចុច share បន្ទាប់មកទៀតយើងចុចពាក្យថា download ចុច download
ហើយនៅក្នុង download យើងមានប្រភេទ file ច្រើនណាដែលយើងអាចទាញយកបានតែខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាយកជារូបភាពយក PNG មកវាច្បាស់ល្អបាទកន្លែងគេសាក់ចេះនេះបាទហើយបន្ទាប់មកទំហំរូបភាពយើងអាចយកគុណ2មកដើម្បីឲ្យកម្រិត quality របស់វារៀងច្បាស់អញ្ចឹងខ្ញុំសូមយកគុណ2បាទ 2x បាទលេខ2ហើយបន្ទាប់មកយើងចុច download មកតែនៅកន្លែងនេះបើសិនបានអ្នកទាំងអស់គ្នាចង់បានតែមួយស្លឹកលើឯនេះអ្នកទាំងអស់គ្នាមើលកន្លែង select page ចុចលើវាមកហើយយើងយកតែមួយ page យើងនេះមករើសទំព័រទី1មកលុបមើលហើយកន្លែងនេះគឺយើងយកទំព័រទី1និងទី2តែបើយើងខ្ជិលយើងយកតែទំព័រទី1លុបវាចោលដាក់ទំព័រទី1មកតែប៉ុណ្ណឹងមករួចរាល់ហើយយើងចុចពាក្យថា download ចឹងវានឹងធ្វើការ download ឲ្យយើងនេះហើយបន្ទាប់មកវាលោតផ្ទាំងមកមួយទៀតលើហើយបានអញ្ចឹងនៅពេលដែលវាលុតផ្ទាំងថ្មីនេះអ្នកទាំងអស់គ្នាអាច share AirDrop ទៅកាន់ទូរស័ព្ទដៃនៅក្បែរនឹងក៏បានចុច save នៅក្នុង Telegram ក៏បានឬក៏ផ្ញើតាម mail note អីផ្សេងតាមមធ្យោបាយផ្សេងដែលអ្នកអាចតំណែងជាមួយនឹងមិត្តភ័ក្តិឬក៏សាច់ញាតិផ្សេងតែបើសិនជាយើងខ្ជិលផ្ញើតាម Telegram ឬក៏អីយើងអុសចុះមកក្រោមមកយើងយកពាក្យ save image មកជាការស្រេចអញ្ចឹង save image នៅកន្លែងនេះមានថាយើង save នៅក្នុងជា file រូបភាពនៅក្នុងបណ្ដុំរូបភាព gallery របស់យើងហ្នឹងតែបើសិនជាយើងចង់ save ក្នុង file ណាមួយក៏បានដែរយើងអាចមើលតាមជំរើសតែសូមយកឡើងនេះមកបាទប៉ុណ្ណឹងទៅជាការស្រេចអញ្ចឹងយើងទៅបើករូបថតរបស់យើងវិញមកបាទបើករូបថតអញ្ចឹងយើងមើលអានេះរូបចាស់ហើយបាទយើងទៅមើលរូបថ្មីនេះបាទអ្នកទាំងអស់គ្នាវា save បាន2ដងមិញបាទដោយសារខ្ញុំ save ម្ដងទៀតអញ្ចឹងនេះរូបភាពរបស់យើងតែរូបភាពរបស់យើងនេះវាអត់សូវស្អាតទេឃើញអ្នកទាំងអស់គ្នាឃើញវានៅរាងផ្ទៃពណ៌សអញ្ចឹងខ្ញុំ edit បន្ថែមមកយើងគ្រាន់តែចុចកន្លែងនេះ edit នេះមកតមកទៀតយើងចុច crop បាទ crop នេះមកហើយយើងធ្វើការទាញវាមកទាញអានឹងបញ្ចូលបន្តិចធ្វើម៉េចឲ្យស្មើមកបាទទាញឲ្យវាស្មើធ្វើម៉េចកុំឲ្យនៅផ្ទៃពណ៌សមើលទៅអត់សូវស្អាតទាញពីលើចុះក្រោមពីក្រោមឡើងលើពីលើចុះទៅក្រោមអានឹងយើង crop វាបាទហើយអញ្ចឹងយើងចុចពាក្យដានអញ្ចឹងយើងនឹងទទួលបានរូបភាពដ៏ស្រស់ស្អាតបាទនេះគឺជារូបភាពរបស់យើងអញ្ចឹងពេញ frame ល្អបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ជម្រាបលា